ផ្ទះវិឡា12បងប្អូនបាទយើងធ្វើនៅខាងភូមិត្រពាំងកោះបាទឃុំដូនយ៉យបាទស្រុកជូកខេត្តកំពតបាទផ្ទះនេះមាន3បន្ទប់គេង1បន្ទប់ទឹកនិងកន្លែងទទួលភ្ញៀវម្ចាស់គាត់អត់យកផ្ទះបាយទេបាទដោយសារគាត់ចង់បាន3បន្ទប់គេងបាទបើយើងយកផ្ទះបាយនៅក្នុង3បន្ទប់គេងនេះក៏បានដែរគ្រាន់តែយើងបានកន្លែងទទួលភ្ញៀវយើងតូចណាព្រោះយើងធ្វើរុញជាងបន្ទប់ទឹកនេះមកមុខបាទអញ្ចឹងម្ចាស់គាត់ទុកតផ្ទះបាយទៅខ្លួនឯងបាទគាត់យក3បន្ទប់គេងនិងកន្លែងទទួលភ្ញៀវទលាល្អទីតាំងនេះនៅខាងស្រុកឈូកអញ្ចឹងបងប្អូនអ្នកនៅស្រុកឈូកអាចមកមើលជាក់ស្ដែងបានជាប្រភេទម៉ូដបាទវិឡាបុកកប៉ាល់បងប្អូនបាទនេះយើងបុកកប៉ាល់3ជ្រុងនេះបាទយើងនៅចាប់ជ្រីចាប់ជ្រុងអីមកស្អាតទៀតណាបាទអញ្ចឹងបងប្អូនអាចមើលការងារយើងជាក់ស្ដែងបានបាទយើងដល់វគ្គចាប់ជ្រីចាប់ជ្រុងហើយបាទសម្រាប់ថ្នាំពោះយើងប្រើថ្នាំចូលតាន់បងប្អូនមកគុណភាព5ឆ្នាំហើយស្មងយើងប្រើស៊ីម៉ងអូតឬក៏ស្មងខេទៅតាមម្ចាស់គាត់ចង់ប្រើក្បឿងយើងប្រើក្បឿងស្មងនិងក្បឿងឡូងបាទបងប្អូនយកមួយណាក៏បានដែរបាទម្ចាស់គាត់រើសយកឡូងបាទអញ្ចឹងបងប្អូនអាចមើលការងារបានហើយដែកយើងប្រើដែកម៉ាក់វី410លីកម្លាំង390ពេញបាទអញ្ចឹងដែកវាមានកម្លាំង295និង390អញ្ចឹងយើងប្រើ390ពេញតែម្ដងជ្រីជ្រុងអីបាទបងប្អូនអាចមើលជាក់ស្ដែងបានបាទសម្រាប់កពស់ផ្ទះយើងឲ្យពោះ9ណាបាទពីដីចាស់បាទត្រឹមការ៉ូកពស់7ទឹកហើយពីដីដល់ចុងស្លាបដបូលលើខាងលើតែម្ដងចុងដបូលគឺ7.3ម៉ែត្របាទអញ្ចឹងខ្ពស់ឆ្លាស់មែនតើបាទយើងអត់ធ្វើទៀបបាទដូចគេហៅថាប្រភេទវិឡាទឺទេបាទធ្វើខ្ពស់ចឹងទៅចាស់រៀងសង្ហាស្អាតបាទអញ្ចឹងបងប្អូនដែលមានបំណងមកចង់សាងសង់អាចមើលបានបាទលើនាំបងប្អូនទៅមើលខាងក្នុងតិចបាទនេះកន្លែងបុកកប៉ាល់បងប្អូនបាទបុកកប៉ាល់3ជ្រុងហើយវែងរងដានេះយើងយកចេញ1.2ម៉ែត្របាទកន្លែងវែងរងដាយើងចូលមកកន្លែងទទួលភ្ញៀវមកល្វែងទៅដល់ខាងក្រោយយើងខាន់ធ្វើទ្វារបឆោតមួយហើយនឹងមានបន្ទប់ទឹកមួយហើយខាងលើនេះជាក្រងឆ្អឹងបាទយើងបាញ់ស៊ីឡាយអីហើយអស់ហើយបាទដើម្បីត្រៀមធ្វើម៉ូដពីដាននេះបន្ទប់មេហូសាបាទបន្ទប់មេហូសានេះសិតក្រងដបូលយើងហ៎នេះបន្ទប់ទី2បងប្អូនបាទបន្ទប់ទី2នេះយើងលេងទ្វារបឆោតមួយបាទដើម្បីខាន់បន្ទប់ទឹកណាហើយនឹងមានបន្ទប់ទឹកក្រោយមួយទៀតហើយសម្រាប់ប្អួយយើងឲ្យຂະຫນាតធំបងប្អូនណា1.4ម៉ែត្រមកគុណ1.4ម៉ែត្របាទធំមែនតើនេះក្រងឆ្អឹងបងប្អូនអាចមើលបានមកធ្នឹមកវ៉ាត់យើងកវ៉ាត់4ជាន់បាទធ្នឹមក្រោមយើងប្រើ20-30បាទធ្នឹមកវ៉ាត់លើ20x20បាទហើយសម្រាប់ធ្នឹមគៀបយើងរៀបទៅតាមឥតម្ចាស់ផ្ទះគាត់ដាក់ណាបើសិនជាគាត់ប្រើឥត10យើងរៀប20-10បាទទាំងលើទាំងក្រោមចាក់ពីតស1ទៅដល់តស1តែម្ដងនេះបន្ទប់ទឹកបងប្អូនបាទបន្ទប់ទឹកធំទលាយមែនតើអត់តូចទេបាទបន្ទប់ទឹកហើយនឹងមានបន្ទប់ទី3មួយទៀតបន្ទប់ទី3បាទនេះផ្នែកខាងក្រោយបាទគាត់ទុកតផ្ទះបាយថែមទៀតមកស្អាតភ្លឹងតែម្ដងខាងក្រោយក៏យើងចាប់ជ្រីជ្រុងដែរបងប្អូនបាទមិនមែនខាងក្រោយមើលអត់ឃើញអីយើងលេងម៉ូដធម្មតាអត់ទេបងប្អូនមកចាប់ជ្រីជ្រុងឲ្យទាំងអស់បាទជើងក្រោមនេះនៅជ្រីមកស្អាតទៀតបាទអញ្ចឹងយើងចាប់ដេញពីលើមកបាទយើងឆូតឡង់មកស្អាតអញ្ចឹងបងប្អូនមានបំណងចង់សាងសង់អាចតំណែងមកបានបងប្អូនណាបាទទួលមកការសាងសង់25ខេត្តក្រុងតែម្ដង